នៅក្នុងសម័យ AI បើសិនជាយើងចង់ដឹងអ្វីមួយឬក៏មានសំណួរអ្វីមួយយើងភាគច្រើនតែទៅសួរជាមួយនឹង AI មុនគេហីប៉ុន្តែចុះបើសិនជាយើងចង់ដឹងតើតើអំពី company policy internal process ឬក៏ business data specific ណាមួយតើ AI អាចឆ្លើយយើងបានត្រឹមត្រូវដែរឬក៏អត់ចម្លើយគឺបានប៉ុន្តែគ្រាន់តែចម្លើយនឹងអត់គ្រប់គ្រាន់នឹងពេញលេញទេដោយសារអីគឺនៅពេលដែលយើងប្រើប្រាស់នៅ general AI ដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងមិនថាលើ web ឬក៏លើ app ទេវាឆ្លើយចម្លើយយើងបានត្រឹមត្រូវគឺវាពឹងផ្អែកនឹងអាស្រ័យទៅលើព័ត៌មានដែល public នៅលើ internet អញ្ចឹងគឺវាអត់អាចផ្ដល់ព័ត៌មានឲ្យយើងបានត្រឹមត្រូវនឹងពេញលេញទេប៉ុន្តែគឺមាន AI មួយដែលអាចធ្វើរឿងទាំងអស់នេះបានដែលមានឈ្មោះថា AI Smart Assistant ហើយវាដើរតួសំខាន់ខ្លាំងមែនទែនដែលរាល់ចម្លើយដែលវាផ្ដល់ឲ្យយើងហ្នឹងគឺវាអត់ពឹងផ្អែកទៅលើការទាញយក public information ពី internet មកឲ្យយើងទេគឺវាផ្ដល់ចម្លើយឲ្យយើងដោយអាស្រ័យទៅលើឯកសារក៏ដូចជាព័ត៌មានដែលក្រុមហ៊ុនអនុញ្ញាតតែប៉ុណ្ណោះដែលនៅក្នុងនោះមានដូចជា policy មានដូចជា SOP internal process ឬក៏តាក់ទងជាមួយនឹង product និង service information ហើយម្យ៉ាងវិញទៀតតាក់ទងជាមួយនឹង knowledge ផ្សេងៗ document ផ្សេងៗដែលមាននៅក្នុង company របស់យើងនេះឯងហើយទាំងអស់ហ្នឹងហើយគឺ AI ជួយផ្ដល់ព័ត៌មានឲ្យយើងផ្ដល់ចម្លើយឲ្យយើងដោយភាពត្រឹមត្រូវនិងជាក់លាក់ច្បាស់លាស់មែនទែនអីដែលសំខាន់គឺមានសុវត្ថិភាពជាមួយនឹងអាជីវកម្មផ្ទាល់របស់យើងតែម្ដងអញ្ចឹងនៅពេលដែលជ្រើសរើស AI Smart Assistant យកមកប្រើប្រាស់ហើយបុគ្គលិកនិងក្រុមការងារទាំងអស់គាត់ទទួលបានចម្លើយយ៉ាងលឿននិងប្រកបដោយភាពងាយស្រួលហើយចម្លើយដែលពួកគាត់ទទួលបានគឺសុទ្ធសឹងតែយកចេញពីព័ត៌មានផ្លូវការហើយអីដែលសំខាន់ហ្នឹងគឺជួយសន្សំពេលវេលាខ្លាំងមែនទែនដែលស័ក្តិសមសម្រាប់បងៗដែលជា HR ខាង sales ខាង IT ក៏ដូចជា operation នានាអញ្ចឹងបើសិនជាបងចង់បានព័ត៌មានបន្ថែមទៀតឬក៏សិក្សាទៅលើ AI Smart Assistant បងអាចតាក់ទងមកកាន់យើងឥឡូវនេះដែលពួកយើងមានការ free consultant ជូនហើយម្យ៉ាងវិញទៀតយើងក៏មានការផ្ដល់ជូននៅការប្រើប្រាស់សារល្បងផងដែរ